បងប្អូនទេសនាគ្រប់គ្នាជាទីគោរពរាប់អានទាក់ទងទៅនឹងព្រះវិស្ណុឬក៏ប្រវត្តិនៃព្រះវិស្ណុដែលពួកក្រុមយោធាសៀមនេះវាគំតិចចោលនោះគឺត្រូវបានកសាងឡើងនៅក្នុងឆ្នាំ2015នៅលើខ្នងភ្នំអានសេះវាគឺជាស្នាដៃជាងគូនខ្មែរដែលមានឈ្មោះថាជាងសុកណារីឯអ្នកគូប្លង់មានឈ្មោះថាសុកចម្រើនរីឯអ្នកផ្ដួចផ្ដើមគំនិតនៅក្នុងការកសាងលោកអ្នកអុកញ៉ាត្រីភិបដែលលោកបានបង្កើតនឹងការកសាងនេះឡើងដើម្បីឧទ្ទិសដល់ព្រះអាទិទេពនៅលើខ្នងភ្នំអានសេះនេះនឹងនាំសេចក្តីសិរីសួស្តីសុខចម្រើនពរជ័យពីព្រះអង្គផងដែរប្រសិនបើយើងយោងទៅតាមឯកសារនៃប្រវត្តិសាស្ត្ររបស់ខ្មែរបានរៀបរាប់ថាព្រះវិស្ណុឬក៏ព្រះនរាយណ៍គឺជាអាទិទេពមួយព្រះអង្គក្នុងចំណោមអាទិទេពទាំង3ក្នុងព្រហ្មញ្ញសាសនាឬហិណ្ឌូសាសនាព្រះវិស្ណុជាព្រះការពារលោកីនិងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈទងផ្ចិតរបស់ព្រះអង្គបានផុសដុសចេញនៅពន្លកជាផ្កាឈូកដែលក្តោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ព្រះព្រហ្មទាក់ទងទៅនឹងប្រវត្តិកំណើតនៃព្រះវិស្ណុតាមឯកសារនៃប្រវត្តិសាស្ត្ររបស់ខ្មែរបានដំណាលថាមានសត្វនាគរាជក្បាល7មួយដែលមានឈ្មោះថាអនន្តៈបានខ្ជាក់នៅសុទ្ធឬក៏ពងរបស់ខ្លួនសុទ្ធនាគរាជក្បាល7នេះក៏បានញាស់ចេញជារូបរាងព្រះវិស្ណុនេះឯងហើយព្រះវិស្ណុក្នុងទម្រង់បែបគេហៅថាហិនត្រយៈគហៈមានន័យថាកំណើតដ៏អច្ឆរិយៈបើសិនជាសម្លឹងទៅលើលទ្ធិត្រីមោយៈនោះវិញព្រះវិស្ណុជាអាទិទេពកំពូលបងអស់នៅក្នុងការបង្កើតអាទិទេពពីរអង្គដែលទៀតនោះគឺព្រះព្រហ្មបន្ទាប់មកគឺព្រះឥសូរនៅពេលដែលព្រះវិស្ណុបានចាប់កំណើតមកទ្រង់បានផ្ទុំលក់លងនៅលើខ្នងសត្វនាគរាជអនន្តៈនេះនៅលើផ្ទៃសមុទ្រអន្តកាលដ៏ល្វឹងល្វើយរហូតរាប់រយពាន់ឆ្នាំទើបទងផ្ចិតរបស់ទ្រង់ដុះនៅពន្លកផ្កាឈូកមួយដែលផ្ដល់កំណើតបន្ទាប់ទៅឲ្យព្រះព្រហ្មទើបទ្រង់ភ្ញាក់ដឹងព្រះកាយក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេឲ្យឈ្មោះថាព្រះវិស្ណុនេះឯងដែលមានន័យថាដ៏វិសេសវិសាលប៉ុន្តែយ៉ាងណាមិញលក្ខណៈពិសេសរបស់ព្រះវិស្ណុគឺជាព្រះដ៏វិសេសដែលមានសម្បុររាងកាយពណ៌បៃតងគ្រងសម្លៀកបំពាក់ដែលមានពណ៌មាសនិងមានយានជំនិះជាសត្វគ្រុឌឬក៏ហោះហើរដែលមានការឈូកទ្របាតជើងរបស់ព្រះអង្គហើយព្រះអង្គបែងភាគដែលមានដៃ8រួមមានកាន់អាវុធក្នុងព្រះហស្ថទាំង8នោះមានដូចជាកងចក្រខ្យងសាំងព្រះខ័នការឈូកដំបងដងធ្នូនិងព្រះគម្ពីរវេទព្រមទាំងឈើច្រត់ផងដែរដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោកទ្រទ្រង់ផែនដីតែងដើរតួនាទីយ៉ាងសំខាន់ជាអ្នកសង្គ្រោះពិភពលោកតាមរយៈទេវកថានៃការបែងភាគអវតារទាំង10របស់ព្រះអង្គដែលចែកចេញជា3ទម្រង់គឺទម្រង់ជាអវតារមនុស្សសត្វពាក្យកណ្ដាលមនុស្សពាក្យកណ្ដាលជាសត្វដោយឡែកសម្រាប់នគរសៀមឯនេះវិញគឺជាប្រទេសឬក៏ជាដែនដីនគរក៏មានសេចក្តីគោរពនិងថ្វាយជំនឿខ្លាំងផងដែរទៅលើព្រះវិស្ណុនោះដោយស្ដេចនគរសៀមតាំងពីសម័យបុរាណស្ដេចសៀមរាមាទី1រហូតដល់ស្ដេចសៀមរាមាទី10សម័យសពថ្ងៃនេះស្ដេចសៀមក៏នៅមានជំនឿនិងគោរពយ៉ាងខ្ពង់ខ្ពស់បំផុតទៅលើព្រះបារមីនៃព្រះវិស្ណុលោកនេះជារៀងរាល់ឆ្នាំស្ដេចសៀមតែងតែប្រារព្ធពិធីបួងសួងសូមពរជ័យព្រះបារមីពីព្រះវិស្ណុលោកនេះសូមឲ្យជួយថែរក្សាដែនដីនគរសៀមឲ្យរស់នៅសុខចម្រើនប៉ុន្តែផ្ទុយមកវិញពួកក្រុមថ្មិលកងទ័ពព្រៃរបស់សៀមនេះពួកវាបានមកបំផ្លិចបំផ្លាញនៅរូបសំណាកព្រះវិស្ណុ
នេះគឺពួកវាហ៊ានទៅនឹងក្បត់ឬក៏ប្រឆាំងនឹងព្រះរាជសម្បត្តិរបស់ស្ដេចសៀមនេះរួចទៅហើយដែលក្រុមថ្មិលទាហានសៀមទាំងអស់នោះគឺពួកវាមិនគោរពនិងស្ដាប់តាមស្ដេចសៀមនោះឡើយដោយក្រុមនីតិហានទាំងអស់នោះដឹងច្បាស់ថាស្ដេចសៀមនេះតែងតែមានជំនឿទៅលើព្រះវិស្ណុនេះផងដែរវានឹងត្រូវបំផ្លាញដោយកងទ័ពព្រៃរបស់សៀមនេះតែម្ដងរីឯដែនដីនគរសៀមឯនេះវិញអាចនឹងរលំរលាយនៅពេលវេលាខាងមុខណាមួយដោយកម្មបណ្ដាសានៃព្រះវិស្ណុនេះឯងចំពោះដែនដីនគរសៀមនោះ